Hello សួស្តីបងប្អូនដែលតាមដាន Channel របស់ខ្ញុំ Visual Media ថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនអាការៈមួយទៀតបាទខ្ញុំមិនដឹងថាមកពីអីទេថ្ងៃនេះបាទជិះឡានសុកវាលោតសញ្ញានេះបងប្អូនលោតសញ្ញាអូទៀនហើយវាដាក់ check hybrid system ខាងនោះលោតសញ្ញាចេញអូខេហើយខ្ញុំត្រូវធ្វើដំណើរឆ្ងាយទៀតបងប្អូនថ្ងៃនេះដឹងកើតអីទេសយនឹងអីទេបងប្អូនអូខេចាំខ្ញុំព្យាយាមទៅ reset អគុយតើវាមានលោតអីទៀតអត់បាទមិនខ្ញុំបិទភាសាហើយនៅពេលដែលពន្លត់នៅពេលដែលចតគឺវាលោតនេះតែម្ដងបងប្អូនគឺវាគាំងចកោតបាទចកោតគឺតាំទោះបីជាម៉ាស៊ីននៅឆេះក៏ដោយហើយជន់ក៏អត់ទៅមុខតែមិនផ្សុយមកអូខេអញ្ចឹងបញ្ហាវាឲ្យ check hybrid system អូខេឥឡូវមួយទៀតខ្ញុំសាកល្បងបិទចុចប៊ូតុង power off អូខេចឹងវាលុបម៉ាស៊ីននោះហើយបាទហើយខ្ញុំចុចប៊ូតុងបើកសាថ្មីនៅតែលោតដដែលបងប្អូននៅតែលោតបាទលោតសញ្ញាទៀនហើយវាឲ្យ check hybrid ចឹង hybrid ហើយមានបញ្ហាទី1អាចបញ្ហាមកពីឆ្នាំងសាករបស់វាឆ្លងភ្លើងឬក៏មានបញ្ហាអីអត់សាកភ្លើងឬមួយក៏អគុយដុសស្នឹមអូខេតោះឥឡូវចាំមើលខ្ញុំ reset អគុយសាកមើលអូខេអញ្ចឹងសោលេខ12ខ្ញុំដាក់តាមព្រួនចូលអូខេឥឡូវយើងរើបាតខាងក្រៅចេញអត់ធម្មតាពេលណាយើងដោះអង្គុយគឺកុងតាក់ឬមួយក៏ទ្វារក៏វាត្រូវលុបដែរវាត្រូវជាប់ពាំងដែរអូខេអញ្ចឹងយើងដោះទុកវាប្រហែលជា3នាទីទៅ5នាទីចាំសាកល្បងបិទបងប្អូនផ្លូវចុះមកក្នុងហ្នឹងឥឡូវយើងចាំមកអង្គុយបើគ្រប់3ទៅ5នាទីហើយយើងដាក់អង្គុយមកវិញហើយសាកល្បងដេញសាកទៀតអូខេអញ្ចឹងមិញខ្ញុំបានដោះអគុយឥឡូវយើងសាកល្បងចុចប៊ូតុងបាទ system គឺវាលោតមកថ្មីឥឡូវយើងចាំមើលតើវាអាចបាត់ទៅវិញអត់នេះវាដាក់ system loading ទៅ turn off the power សញ្ញាបងប្អូនសញ្ញាវាគឺលោតទៅដល់តែនឹងដោយសារយើង start ណាអូខេយើងចាំមកស្បត់ចាំស្បត់
ខេចឹងពេលយើងចុចប៊ូតុងភាសាទៀតគឺសញ្ញាវាបាត់ទាំងអស់អូខេចឹងមានន័យថាគឺវាមកវិញធម្មតាប៉ុន្តែគិតថាបើសិនជាវាខូចពិតប្រាកដទោះបីជាយើង reset វាហើយក៏ដោយក៏វានឹងលោតមកសារថ្មីវិញដែរបាទគាត់នឹងយូរហើយឆាប់ចឹងនេះគាត់ទៅជាការបដោះសន្នដែលយើងរត់ជាមកបានយើង reset វាសិនណាអូខេតោះចឹងយើងធ្វើដំណើរបន្តទៅមុខទៀតអរគុណច្រើនសូមជួយចុច like subscribe ឲ្យ channel របស់បងប្អូនអរគុណ